សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ដាវរស់សម្រាយរឿងហើយថ្ងៃនេះខ្ញុំធ្វើតេស្តរឿងថ្មីមួយរឿងសិនសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអធិស្ឋានបើសិនមានចំណុចខ្វះខាតនៅក្នុងវីដេអូមួយនេះខ្ញុំសូមខន្តីអភ័យទោសទុកជាមុនផងណាតោះចូលទៅវីដេអូទាំងអស់គ្នាភាគទី1យើងឃើញថាក៏មានក្មេងប្រុសម្នាក់កំពុងតែដើរមើលទូរស័ព្ទតាមផ្លូវហើយរូបគេគឺជាតួឯកប្រុសរបស់យើងនឹងហើយកំពុងតែដើរសុកក៏មានសលេងឆោតឡោចចេញអំពីហាងមួយហើយនៅពេលនោះក៏មានក្មេងស្រីពីរនាក់រុនមកបុកតួប្រុសរបស់យើងហើយការបុកមួយនោះក៏បានធ្វើឲ្យពួកនាងដួលផងដែរនៅពេលនោះក៏មានបុរសម្នាក់កាន់កាំបិតដើរចេញមកហើយដូចឃើញបែបនេះតួប្រុសរបស់យើងរៀបនឹងរត់ទៅហើយដោយខ្លាចបុរសម្នាក់នោះសម្រាប់ក្មេងពីរនាក់នេះតួប្រុសរបស់យើងក៏សម្រេចចិត្តថានឹងទៅចាប់បុរសម្នាក់នោះនៅពេលដែលតួប្រុសរបស់យើងចាប់ផ្ដួលបុរសម្នាក់នោះហើយក៏បានស្រែកទៅកាន់ក្មេងពីរនាក់នោះឲ្យឆាប់រត់ទៅប៉ុន្តែតួប្រុសរបស់យើងក៏បានចាប់អារម្មណ៍ថានៅពេលនេះគឺមានឈាមស្រស់មួយចំនួនបានហូរចេញពីរាងកាយរបស់គេបាត់ទៅហើយដោយឃើញបែបនេះចំម្នាក់នោះក៏បានភ័យយ៉ាងខ្លាំងហើយក៏បានរត់គេចចេញពីកន្លែងនោះបាត់ទៅហើយក្មេងស្រីទាំងពីរនាក់នោះក៏បានរត់មកក្បែរតួប្រុសព្រមទាំងនិយាយថាលោកគឺមិនអីនោះទេតើត្រូវទេប៉ុន្តែយើងឃើញថានៅពេលនេះតួប្រុសរបស់យើងគឺដង្ហើមតក់ទៅហើយព្រមទាំងនិយាយថាតើនេះមែនទេគឺជាជីវិតចុងក្រោយរបស់ខ្ញុំប៉ុន្តែខ្ញុំក៏សប្បាយចិត្តផងដែរព្រោះថាខ្ញុំអាចការពារក្មេងស្រីពីរនាក់បានហើយនៅពេលតួប្រុសរបស់យើងបានគិតរួចហើយគេក៏បានបិទភ្នែកសូនឆឹងទៅនៅពេលដែលតួប្រុសរបស់យើងបើកភ្នែកមកវិញគេក៏បានឆ្ងល់តើទីនេះគឺជាកន្លែងណាហើយនៅពេលដែលតួប្រុសកំពុងតែឆ្ងល់ក៏មានក្មេងស្រីម្នាក់បានស្រែកថាលោកប្រុសតូចដឹងខ្លួនហើយអ្នកនេះហើយនៅពេលនោះម្ដាយរបស់តួប្រុសក៏បានចេញមកហើយក៏បានអោបទៅកាន់តួប្រុសព្រមទាំងនិយាយថាខេននៅពេលនេះតើកូនដឹងខ្លួនហើយមែនទេមូលហេតុដែលគាត់និយាយបែបនេះព្រោះថាខេនរបស់យើងនឹងគឺត្រូវបានក្តៅខ្លួនហើយត្រូវបានដេកស្លាប់អស់រយៈពេល1សប្តាហ៍ទៅហើយនៅកណ្ដាលពេលនោះផងដែរខេនរបស់យើងក៏បានមើលទៅកាន់កញ្ចក់ហើយក៏បានឃើញកូនក្មេងម្នាក់នៅក្នុងកញ្ចក់ហើយក៏បាននិយាយថាតើគេម្នាក់នោះគឺជាអ្នកណាហើយនៅពេលនោះអ្នកបម្រើនិងម៉ាក់របស់គេពិតជាឆ្ងល់ខ្លាំងមែនទែនតើតួប្រុសរបស់យើងគឺអត់ចងចាំមែនទេហើយខេនគឺអត់បាននិយាយអីនោះទេគឺគាត់តែពីស្រែកថាគេគឺជាអ្នកណាគេគឺជាអ្នកណាហើយធ្វើឲ្យអ្នកទាំងពីរនឹងគឺថាពិតជាឆ្ងល់ខ្លាំងមែនទែនហើយនៅពេលនេះខេនរបស់យើងក៏បានស្ងប់ចិត្តហើយក៏បានគិតនៅក្នុងចិត្តថាគេប្រហែលជាឆ្លងភពចូលក្នុងរាងកាយរបស់កូនក្មេងម្នាក់នេះហើយម៉ាក់របស់គេគឺគិតថាមកពីតួប្រុសក្តៅខ្លួនខ្លាំងហើយមើលទៅបានជាតួប្រុសបាត់ការចងចាំអញ្ចឹងហើយម៉ាក់របស់តួប្រុសក៏បាននិយាយថាដោយសារខេនដេកយូរអញ្ចឹងប្រហែលជាងើបមកវិញធ្វើឲ្យខេនឃ្លានយ៉ាងខ្លាំងហើយមើលទៅបន្ទាប់ពីម៉ាក់របស់ខេននិយាយរួចហើយគាត់នឹងអ្នកបម្រើមានឈ្មោះថាស៊ីវីហ្នឹងក៏បានធ្វើដំណើរចេញទៅបន្ទាប់ពីម៉ាក់របស់គេបានចេញបាត់ទៅខេនក៏បានមើលរាងកាយរបស់គេព្រមទាំងសម័យអំពីការស្លាប់របស់គេអំពីជាតិមុនផងដែរប៉ុន្តែខេនក៏បានសប្បាយចិត្តមកវិញដែរព្រោះថាគេនឹងគឺបានជួយសង្គ្រោះក្មេងពីរនាក់វិញបន្ទាប់ពីសម័យរួចហើយនៅពេលនេះខេនរបស់យើងគឺដូចក្មេងដតីចឹងចាប់ផ្ដើមរុករកឡើងពេញនឹងតែម្ដងហើយនៅពេលដែលកំពុងរុករកនោះខេនក៏ចង់ដឹងថាគេនឹងគឺមានភេទអ្វីផងដែរអញ្ចឹងគេក៏សម្រេចចិត្តថាមើលខោរបស់គេហើយនៅពេលនោះស្របពេលដែលស៊ីវីនឹងបានត្រឡប់មកពីយកអីឲ្យគេញ៉ាំផងដែរដែលឃើញថាខេនរបស់យើងនឹងលើកខោនឹងក៏តែខេនរបស់យើងគឺនំដាក់ខោហើយស៊ីវីនឹងក៏បានចូលទៅស្រាតខោរបស់ខេនគាត់ថាខេននឹងនំដាក់ខោអញ្ចឹងទៅហើយខេននោះដល់ពេលស៊ីវីចាប់ស្រាតខោអញ្ចឹងមានអីស្រែកងាចពេញនឹងហើយអាចារ្យស៊ីវីនឹងក៏បាននិយាយថាខ្ញុំមានបានស្ដីបន្ទោសឲ្យលោកប្រុសតូចណាហើយតួប្រុសរបស់យើងមានបានគិតអារឿងនឹងណាគិតស៊ីវីចាប់ស្រាតខោគេឲ្យគេឡើងកន្លោះស្ដោក៏បានស្រែកទៀតបន្ទាប់ពីខេនស្រ័យរួចហើយនៅពេលនេះដល់មកហូបអីហើយនៅពេលនោះខេនក៏បាននិយាយថាម្ហូបនៅទីនេះពិតជាឆ្ងាញ់មែនទែនហើយអាចារ្យស៊ីវីនឹងក៏បានធ្វើដូចទម្លាប់រាល់ដងដែលគេបានមើលទៅកាន់ខេនបានយកខេននឹងដាក់លើស្មាព្រមទាំងយកដៃនឹងវាយកាពែគូឲ្យខេននឹងឆាប់ចូលដេកអញ្ចឹងទៅប៉ុន្តែយើងមានដឹងថាខេននឹងគឺជាមនុស្សធម្មតាមិនជាខេនកូនក្មេងដូចពីមុនណាទោះបីជាស៊ីវីបានធ្វើអ្វីដាក់ខេនក៏ដោយក៏ខេនអរគុណទៅកាន់ស៊ីវីមែនទែនព្រោះថានាងនឹងគឺបានប្រាប់គេអំពីពិភពលោកមួយនេះបន្ទាប់ពីមួយរយៈក្រោយមកពេលនេះខេនគឺមកញ៉ាំអាហារជាមួយនឹងក្រុមគ្រួសាររបស់គេបានវិញហើយនៅពេលនេះខេនក៏បានណែនាំខ្លួនដែលគេមានឈ្មោះថាខេនវ៉នស៊ីហ្វតហើយនៅពេលនេះផងដែរគេគឺមានអាយុ3ឆ្នាំហើយឪពុករបស់គេមានឈ្មោះតាកាបហើយម្ដាយរបស់គេមានឈ្មោះថាសារ៉ាហើយគេក៏មានបងស្រីម្នាក់ផងដែរដែលមានឈ្មោះថារ៉េនដែលមានអាយុ5ឆ្នាំហើយតួប្រុសក៏បានបន្តនិយាយទៀតថាម្ដាយរបស់គេមានឈ្មោះសារ៉ានេះគឺជាប្រពន្ធទី2នោះទេដោយប្រពន្ធទី1របស់កាបមានឈ្មោះថាម៉ារីសាព្រមទាំងកូន2នាក់ផងដែរដែលមានឈ្មោះថាជីនហើយនិងអាឡិចហ
ហើយហ្គេនក៏បន្តនិយាយទៀតថាកាបគឺជាឪពុករបស់គេនឹងគឺពិតជាមានឋានៈខ្ពង់ខ្ពស់ខ្លាំងមែនទែនហើយឪពុករបស់គេក៏មានកងទ័ពផ្ទាល់ខ្លួនផងដែរហើយតួនាទីរបស់កាបគឺជាអ្នកការពារទឹកដីអំពីការឈ្លានពានរបស់សត្រូវនៅភាគខាងត្បូងនៃទឹកដីកាសៀលនៃនគរអឺស្វតផងដែរហើយចង់ប្រាប់ថានៅជិតនឹងគឺមានព្រៃមួយដែលមានឈ្មោះថាព្រៃអាក្រក់ហើយនៅក្នុងព្រៃអាក្រក់នោះក៏មានបិសាចខ្លាំងៗផងដែរហើយហ្គេមពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថានៅក្នុងពិភពលោកនេះគឺមានបិសាចហើយស៊ីវាក៏បាននិយាយថាត្រូវហើយវាគឺមានបិសាចហើយបិសាចទាំងអស់នោះត្រូវបានកម្ចាត់ដោយអ្នកផ្សងព្រេងអ្នកខ្លះក៏ប្រើដាវហើយអ្នកខ្លះទៀតក៏ប្រើវីតាមីនគ្រាន់តែលើថានៅក្នុងពិភពលោកមួយនេះអាចប្រើវីតាមីនបានភ្លាមខែនរបស់យើងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនមូលហេតុដែលខែនសប្បាយចិត្តព្រោះថានៅក្នុងភពផែនដីរបស់យើងគឺមិនអាចប្រើវីតាមីនបាននោះទេហើយសាច់រឿងរបស់យើងក៏បានកាន់មកពេលនេះកាបក៏បានសួរទៅកាន់ខែនថាតើខែនអាចសរសេរបានដែរឬទេប៉ុន្តែរ៉ែនក៏បាននិយាយថាមិនបាច់ចាំសរសេរទេសូម្បីតែកែរនីលេខក៏ខែនចេះដែរអញ្ចឹងហើយធ្វើឲ្យកាបពិតជាសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែត្រូវបានសារ៉ានិយាយថាតើខេននឹងគឺពូកែបែបនេះតាំងពីពេលណាប៉ុន្តែខេនក៏បានឆ្លើយវិញថាមកពីស៊ីវាបង្រៀនគេតែប៉ុណ្ណោះហើយស៊ីវាបន្ទាប់ពីលើទូប្រលើសរសើរអំពីនាងធ្វើឲ្យនាងពិតជារំភើបខ្លាំងមែនទែនប៉ុន្តែនៅពេលនោះហ្គាបក៏បានឆ្ងល់តើទូប្ររបស់យើងមានភាពចាស់ទុំអញ្ចឹងតាំងពីពេលណាប៉ុន្តែត្រូវបានប្រពន្ធរបស់គេប្រាប់វិញថាតាំងពីតួប្រុសរបស់យើងងើបពីឈឺវិញមកអត្តចរិតរបស់គេគឺចាប់ផ្ដើមផ្អែកនឹងតែម្ដងគ្រាន់តែលើបែបនេះភ្លាមកាបក៏បានសួរទៅកាន់ខេនថាតើខេនមានបញ្ហាប៉ះពាល់ដល់គោក្បាលតែមែនទេខេនគ្រាន់តែបានលឺហើយគឺថាឡាកៀងហ្មងមូលហេតុដែលខេនកៀងនោះព្រោះថាខេនខ្លាចគេដឹងថាខ្លួននឹងមិនមែនជាកូនរបស់កាបហើយស៊ីវានឹងគឺថាមានដឹងតែខេននឹងកំពុងអភ័យខ្លាចគេដឹងពីសមត្ថភាពណាក៏បានយកទឹកដោះគោនឹងញាត់មាត់លន់សូរវ៉ាត់ធ្វើឲ្យពុករបស់ខេននឹងគឺថាធ្វើមុខលញាប់មើលតែម្ដងហើយនៅពេលនោះខេនក៏បានដកអាមឹមចេញពីមាត់ហើយក៏បាននិយាយថាខ្ញុំគឺមិនអីនោះទេតែខ្ញុំគ្រាន់តែចង់សិក្សាអំពីពិភពលោកនេះបន្ថែមទៀតទេអញ្ចឹងហើយខ្ញុំគ្រាន់តែចង់បានសភៅប្រវត្តិសាស្ត្រនិងសភៅវីតាមីនមួយចំនួនដើម្បីយកមកសិក្សាបានដែរឬទេប៉ុន្តែត្រូវបានកាមនិយាយថាសភៅប្រវត្តិសាស្ត្រគាត់គឺអាចឲ្យបានប៉ុន្តែសភៅវីតាមីនតួប្រុសគឺមិនអាចទាន់ប្រើប្រាស់វាបាននោះទេព្រោះថាតួប្រុសរបស់យើងគឺមិនទាន់បានទទួលពរជ័យអំពីព្រះនោះទេហើយខេនក៏បានឆ្ងល់ថាស្អីគេគឺជាពរជ័យរបស់ព្រះហើយត្រូវបានបងស្រីគេប្រាប់ថានោះគឺជាកម្មវិធីសំពរជ័យអំពីព្រះហើយកាបក៏បាននិយាយថាត្រូវហើយនោះគឺជាកម្មវិធីសំពរជ័យអំពីព្រះហើយអ្នកដែលសំពរជ័យអំពីព្រះគឺចាប់ពីអាយុ5ឆ្នាំឡើងទៅបានអាចសំពរជ័យបានប៉ុន្តែបើសិនជាខេនចង់រៀនវីតាមីនខេនអាចយកសភៅមួយចំនួនយកទៅសិក្សាអំពីមូលដ្ឋានគ្រឹះសិនបានបន្ទាប់ពីឮថាឪពុករបស់គេអនុញ្ញាតហើយខេនពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយសាច់រឿងក៏បានកាត់មកមួយរយៈក្រោយមកនៅពេលនេះខេនគឺអាចប្រើភ្លើងបានបាត់ទៅហើយនេះគឺជាមូលដ្ឋានគ្រឹះរបស់ខេនហើយមិនទាន់បានសំពរជ័យទេប៉ុន្តែខេនអាចប្រើវីតាមីនបានបាត់ទៅហើយកំពុងតែប្រើវីតាមីនសោកស៊ីវាក៏បានចេញមកសួរថានៅលើដៃហ្នឹងអីគេមិញហើយតួប្រុសរបស់យើងក៏បាននិយាយថាវាអត់មានអីទេហើយស៊ីវីគ្រាន់តែលើហើយក៏បានបិទទ្វារទៅវិញទៅបន្ទាប់ពីស៊ីវាចេញបាត់ទៅខេនរបស់យើងក៏បានប្រើវីតាមីនម្ដងទៀតហើយមើលការប្រើវីតាមីនរបស់ខេនដល់កនិយាយទៅគឺថាភ្លើងសឹងតែឆេះអាគារនឹងមួយទាំងមូលហើយកំពុងប្រើហ្នឹងស៊ីវាបើកទ្វារមកទៀតដល់កមកដាច់ចង្វាក់ខ្ទេចហើយខេនក៏បានប្រាប់ស៊ីវាដូចលោកមុនទៅថាគឺអត់មានអីកើតឡើងនោះទេហើយស៊ីវាក៏បានបិទទ្វារធ្វើដំណើរទៅវិញទៅកំពុងតែអង្គុយឲ្យបាត់ភ័យផងបងស្រីរបស់គេក៏បានចេញមកខាងក្រោយធ្វើឲ្យខេនរបស់យើងនឹងគឺថាភ្ញាក់ឡើងចង់ដាច់ខ្យល់ហើយនៅពេលនោះខេនក៏បានសួរទៅកាន់បងស្រីគេតើបងស្រីគេនឹងចូលបន្ទប់គេតាំងពីពេលណាមិនឲ្យប្រាប់គេចឹងធ្វើឲ្យគេនឹងគឺភ័យខ្លាំងមែនតែនហើយនៅពេលនោះបងស្រីរបស់ខេនក៏បានសើចហើយក៏បាននិយាយថាតើខេននឹងកំពុងសិក្សាអំពីពិភពលោកមួយនេះដោយសម្ងាត់តើមែនទេហើយខេនគិតថាប្រហែលជារឿងរបស់គេបានបែកធ្លាយហើយគេពិតជាភ័យខ្លាំងមែនតែនហើយបងស្រីរបស់គេក៏បានចូលមកចិត្តបើសិនជាអ្នកចង់ដឹងចាំខ្ញុំរៀនហើយខេនក៏លើហើយឡើងធូនិយាយទៅធូចិត្តយកតែម្ដងហើយយើងឃើញថាចាប់ពីពេលនោះមកបងស្រីរបស់ខេនក៏បានបរៀនខេនអំពីពិភពលោកមួយនេះហើយបងស្រីរបស់ខេនក៏បាននិយាយថានគរអូស្វតនេះគឺមានអាយុកាល300ឆ្នាំហើយនគរមួយនេះគឺបង្កើតឡើងដំបូងដោយអ្នកផ្សងព្រេងតែម្ដងហើយអ្នកផ្សងព្រេងនោះមានឈ្មោះថាយូយ៉ាគ្រាន់តែលើឈ្មោះភ្លាមគឺថាខេនដឹងហ្មងថាយូយ៉ានឹងគឺជាជនជាតិជប៉ុនដូចគេអញ្ចឹងហើយបងស្រីរបស់គេនឹងគឺបរៀនយ៉ាងច្រើនមែនទែនអំពីអំបូរទឿអំបូរអែលអំបូរសត្វអីអញ្ចឹងទៅហើយកំពុងតែបញ្យោសុកឥឡូវគឺថារយៈពេល2ឆ្នាំបានកន្លងផុតបាត់ទៅហើយនៅពេលនោះយើងក៏បានឮសំឡេងកាបស្រែកហៅទៅកាន់ខេនផងដែរឲ្យខេនប្រញាប់ឡើងព្រោះខ្លាចយឺតពេលដើម្បីទៅទទួលពរជ័យអំពីព្រះ
ហើយនៅពេលនេះខេនក៏បានធ្វើដំណើរចេញមកផងដែរហើយឥឡូវគឺថាខេនពិតជាសង្ហាខ្លាំងមែនទែនដោយឃើញបែបនេះបងស្រីនិងឪពុកម្ដាយរបស់គេពិតជាសរសើរទៅកាន់គេមែនទែនព្រោះថានៅពេលនេះខេនរបស់យើងគឺពិតជាស្រស់ស្អាតខ្លាំងណាស់បន្ទាប់ពីសរសើររួចហើយកាប់ក៏បាននិយាយថាតដល់ពេលវេលាដែលយើងធ្វើដំណើរចេញទៅហើយអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំសូមបញ្ចប់សាច់រឿងត្រឹមហ្នឹងសិនព្រោះឥឡូវគឺម៉ោង3យប់ហើយណាមួយខ្ញុំធ្វើតេស្តសិនទេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអធិស្ឋានហើយខ្ញុំនឹងធ្វើរឿងនេះម្ដងទៀតអញ្ចឹងហើយនេះគ្រាន់តែជាវីដេអូធ្វើតេស្តសិនទេអញ្ចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអធិស្ឋានជួបគ្នានៅវីដេអូក្រោយបាយបាយ